សួស្តីអ្នកទាំងអស់គ្នានឹងថ្ងៃនេះខ្ញុំមានប្រធានបទមួយយកមកធ្វើការចែករំលែកអ្នកទាំងអស់គ្នាទាក់ទងទៅនឹង Java Programming អញ្ចឹងតើអ្វីទៅជា Java Programming Java Programming គឺជាភាសាសរសេរកម្មវិធីដ៏ពេញនិយមមួយដែលវាត្រូវបានបង្កើតឡើងដោយលោក James Gosling ជាមួយនឹងក្រុមការងាររបស់គាត់ដែលធ្វើការនៅក្នុងក្រុមហ៊ុន Sun Microsystem ក្នុងឆ្នាំ1991ហើយត្រូវបានក្រុមហ៊ុន Sun Microsystem ហ្នឹងដាក់ឲ្យប្រើប្រាស់នៅក្នុងឆ្នាំ1995អញ្ចឹងមានន័យថាភាសា Java ហ្នឹងគឺចាប់ផ្ដើមដំណើរការនៅក្នុងឆ្នាំ1995ហ្នឹងហើយអញ្ចឹងយើងចូលចំណុចទី2ហេតុអីបានជាយើងរៀន Java នៅពេលបច្ចុប្បន្នហ្នឹងភាសា programming រាប់ស្ទើរតែរាប់មិនអស់តែសួរថាហេតុអីបានយើងជ្រើសរើសមករៀន Java អញ្ចឹងណាអញ្ចឹងខ្ញុំមានប៉ុណ្ណេះចំណុចទី1វាអាចដំណើរការបានច្រើន platform មានន័យថាវាអាច run បានទាំងលើ Windows Linux ឬមួយក៏ OS ផ្សេងៗទៀតទី2វាគឺជាភាសាដែលសរសេរកម្មវិធីដ៏ពេញនិយមមួយនាពេលបច្ចុប្បន្នទី3វាមានទីផ្សារការងារច្រើនក្នុងពេលបច្ចុប្បន្នទី4វាងាយស្រួលរៀនវាងាយស្រួលយល់ទី5វាជា open source មានន័យថាវា free យើងអាចយកមកសរសេរបាន free អញ្ចឹងណាហើយទី6ហ្នឹងគឺវា secure តាក់ទងមួយសុវត្ថិភាពតាក់ទងមួយអីហ្នឹងវាលឿនការរ៉ាន់ការអីហ្នឹងលឿនវាដំណើរការលឿនទី7គឺមាន developer ច្រើននៅលើពិភពលោកហ្នឹងដែលចាំជួយ support យើងបើសិនជាករណីយើងមានបញ្ហាអីចឹងទៅគឺយើងអាចមានគេចាំជួយ support យើងអញ្ចឹងទី8វាជាភាសាដែល implementation OP នេះមកពីពាក្យថា Object Oriented Programming អញ្ចឹងបើយើងនិយាយពី OP ទៅវាតម្រាំមកដល់ OP ហ្នឹងវាមានភាសាមានន័យថាវាមានភាសាដូច C C++ អីទៀតបើយើងនិយាយពី basic ជាង Java ទៀតគឺយើងទៅដល់ C ឬក៏ C++ អីអញ្ចឹងតែបច្ចុប្បន្នហ្នឹងវាភាសានេះវាពេញនិយមជាងគេអញ្ចឹងខ្ញុំក៏លើកយកមកចែករំលែកចំណុចទី9គឺវាស្តៀងទៅនឹងភាសា C++ C# អីចឹងវាស្តៀងគ្នាមានន័យថាតែបើមានន័យថាបើសិនជានិយាយពី basic ហ្មងគឺ C ហើយមក C++ ហ្នឹងចាប់ដើម C++ មកបានវាចាប់ផ្ដើម implement OP ហ្នឹងអញ្ចឹងបើយើងចេះ Java យើងចង់មានន័យថាយើងចង់ទៅរៀន C++ ឬមួយក៏ C# អីវាស្តៀងគ្នាវាស្រួលរៀនវាធ្វើយើងងាយស្រួលក្នុងការផ្លាស់ប្ដូរទៅរៀនភាសាផ្សេងបើសិនជាយើងចេះ Java វានៅមានច្រើនទៀតតែខ្ញុំសូមលើកយកតែប៉ុណ្្នឹងទេបាទតោះហ្នឹងហើយយើងទៅមួយចំណុចទៀតសួរថាតើពេលបច្ចុប្បន្នហ្នឹងតើគេប្រើវាបានធ្វើអីហើយធ្វើបានអីខ្លះហើយនិយាយពី Java ហ្នឹងណាអញ្ចឹងខ្ញុំមានប៉ុណ្នេះមានន័យថាទី1គឺបច្ចុប្បន្នហ្នឹងគេយកវាមក develop mobile application មួយចំនួនធំហ្នឹងគឺគេប្រើភាសា Java យកមកធ្វើការ develop វាទី2គឺ develop desktop application បច្ចុប្បន្នក៏នៅតែមានដែរមានន័យថា desktop application មួយចំនួនហ្នឹងគឺគេនៅតែយកភាសា Java មក develop ដែរទី3 develop web application ដែលយើងហៅថាផ្នែក back end ហ្នឹងគឺបើនិយាយពីបច្ចុប្បន្នហ្នឹងគឺគេកំពុងតែពេញនិយមលើចំណុចទី3នេះខ្លាំងមែនទែនទី4គេយកវាទៅ develop web server ដូចweb server ដូច Apache Tomcat ដូចអីចឹងទី5 develop game ចឹង game មួយចំនួនធំហ្នឹងក៏គេយកភាសា Java ទៅបង្កើតវាមកដែរទៅ develop វាដែរទី6គឺ database connection មានន័យថាការភ្ជាប់ពី application មួយទៅ database ហ្នឹង connection ហ្នឹងដែលយើងហៅថា connection ហ្នឹងគឺក៏គេយកភាសា Java មកប្រើដែរមកទៅសេវាដែរហើយវានៅមានច្រើនទៀតវានៅមានច្រើនជាងអ្វីដែលខ្ញុំរៀបរាប់នេះទៀតមិនមែនថាខ្ញុំរៀបរាប់ប៉ុណ្្នឹងទៅវាអស់ទេណាមិនមែនទេវានៅមានច្រើនជាងនឹងទៀតហើយហ្នឹងហើយតោះយើងទៅមួយចំណុចទៀតចំណុចទី4តកតងជាមួយរបៀបសរសេរ Java អញ្ចឹងការសរសេរ Java គឺងាយស្រួលមែនទែនគឺទី1គឺយើងផ្ដើមដោយ keyword ថា public class main ហើយយើងបើកនេះcurly brace នៅក្នុងភាសា programming ណានៅក្នុងភាសាបច្ចេកទេសគេបើកយើងបើក curly brace មក
ចឹងនៅក្នុងហ្នឹងគឺគេមាន function មួយ public static void main string ដាក់វាជា array ហើយជាមួយនឹង variable name យើងបើក curly brace មួយទៀតមកពេលយើងបើក curly brace ឡើយនេះហើយនេះយើងទៅសេក្នុងនេះមកយើងទៅសេសេចក្តីក្នុងនេះ system.out.print hello world ហើយ complete កន្លែងនេះ comma ចឹងនៅក្នុងភាសា Java វាបញ្ចប់គ្នាដោយមួយឡាញហ្នឹងគឺដោយសញ្ញា comma នេះចឹងបន្ទាប់មកយើងបិទ curly brace យើងវិញដោយបិទបញ្ចប់ត្រឹម public នេះមួយទៀតគឺយើងបិទមួយទៀតដើម្បីបញ្ចប់ main class របស់យើងហើយចំណុចមួយទៀតដែលយើងត្រូវកត់សម្គាល់ដែរនៅក្នុងភាសា Java ឈ្មោះ file គឺត្រូវតែដូចឈ្មោះ class គឺដូចគ្នាបែបបិទហើយការសរសេរនៅក្នុងភាសា Java គឺគេសរសេរជាលក្ខណៈ camel case មានន័យថាវាផ្ដើមឡើងដោយអក្សរធំបើសិនជាមានពីរព្យាង្គអញ្ចឹងទៅខ្ញុំឧទាហរណ៍ថាព្យាង្គវាមានន័យថាចេះឧទាហរណ៍ថាពីរពាក្យចេះមានន័យថាពីរព្យាង្គចេះ hello world អញ្ចឹងមានន័យថាវាសរសេរអក្សរ H ធំហើយអក្សរ W ហ្នឹងធំអញ្ចឹងគេហៅថាជាលក្ខណៈ camel case តោះហ្នឹងឥឡូវយើងដឹងពីរបៀបសរសេរតែឥឡូវយើងធ្វើម៉េចអាចសរសេរវាបានអញ្ចឹងដើម្បីអាចសរសេរ Java បានទីមួយគឺយើងត្រូវ install JDK JDK បច្ចុប្បន្នហ្នឹងគឺមកដល់ version ដូចជា25ហើយឬអ្នកខ្លះគេហៅខ្លីគេហៅថា JDK 25 JDK 25ចឹងទៅបច្ចុប្បន្នទី2យើងត្រូវមាន tool ជំនួយក្នុងការសរសេរយើងប្រើ Notepad++ អីមកសរសេរក៏បានដែរតែសួរថាវាស្រួលទេវាមិនសូវស្រួលទេដោយសារតែដូចឧទាហរណ៍ថាដូចយើងនៅទឹកថ្លាយើងចង់ទៅផ្សារថ្មីអញ្ចឹងយើងទៅដើរបានតែវាពិបាកតែបើសិនជាយើងមានអីជាជំនួយអូខេយើងងាយស្រួលជាងយើងឡានឬក៏ម៉ូតូអីចឹងណាអញ្ចឹង Eclipse ឬមួយក៏ tool អីផ្សេងហ្នឹងគឺជាជំនួយរបស់យើងដូចម៉ូតូឡានអញ្ចឹងណាមានតែជាជំនួយក្នុងការសរសេររបស់យើងឲ្យបានលឿនតែប៉ុន្តែមិនមែនជា Eclipse នេះវាមិនមែន tool ដែលល្អបំផុតល្អជាងគេអីទេបើសិនជា rate បច្ចុប្បន្នហ្នឹងគឺគេឲ្យ IntelliJ តែដោយសារនៅក្នុងការលើកយកមកបង្ហាញនេះគឺខ្ញុំយក Eclipse មកបង្ហាញដោយសារតែនៅក្នុងម៉ាស៊ីនខ្ញុំវាមាន Eclipse ស្រាប់អញ្ចឹងណាអញ្ចឹងតើដើម្បី install Eclipse ជាមួយនឹង JDK យើងទៅ install នៅលើ computer ទាំងអស់គ្នាបាទតើសួស្តីអ្នកទាំងអស់គ្នានឹងឥឡូវយើងចូលទៅ download JDK ទាំងអស់គ្នាតែបច្ចុប្បន្នខ្ញុំមិនដឹងថា JDK ដល់ version ទីប៉ុន្មានទេណាអូខេអញ្ចឹងយើងចូលមកយើងបើក browser មកយើងបើកពាក្យថា Google រួចហើយយើងបើកពាក្យថា JDK download អញ្ចឹង JDK បច្ចុប្បន្ន Java វារបស់ Oracle អញ្ចឹង JDK បច្ចុប្បន្នគឺវា official នៅលើ website របស់ Oracle អញ្ចឹងយើងចូលមកដល់យើងចុចលើពាក្យថា JDK នេះមកអញ្ចឹង version បច្ចុប្បន្នរបស់ JDK គឺ JDK 25អញ្ចឹងខ្ញុំ recommend ឲ្យអ្នកទាំងអស់គ្នាប្រើ JDK version ទៀតជាងនឹងតិចទៅព្រោះវាតាក់ទងជាមួយនឹងការ support អញ្ចឹងណាមានន័យថា version វាចេញថ្មីពេកទៅវាមាន function ខ្លះវាអាចមានបាំងមានអីចឹងទៅអូខេអញ្ចឹងឥឡូវខ្ញុំឧទាហរណ៍ថាឥឡូវយើងប្រើ latest version តែម្ដងទៅព្រោះគេដាក់ថា long term support ដែរអញ្ចឹងរាល់ពេលដែលអ្នកទាំងអស់គ្នា download dependency ឬក៏application អីមួយអ្នកទាំងអស់គ្នាមើលពាក្យកន្លែងនេះ LTS នេះមានន័យថា long term support អញ្ចឹងណាអូខេតោះឥឡូវយើងចាប់ផ្ដើម download ដើម្បីមកហាពេលអញ្ចឹងសម្រាប់អ្នក Linux យើងយក Linux ទៅអ្នក Mac យើងយក Mac ទៅសម្រាប់ខ្ញុំប្រើ Windows យើងយក Windows មកយើងចុចលើ Windows ហើយយើងយកពាក្យថា64 installer យើងចុច download មកចឹងបើសូមចាំបន្តិចវានឹង download វារៀងលឿនដែរអ៊ីនធឺណិតរៀងលឿនដែរទំហំវា182 មេទេចឹងអ្នកទាំងអស់គ្នា download JDK ហើយតែ download tool មួយទៀតដើម្បីងាយស្រួលក្នុងការសរសេរនោះគឺEclipse ខ្ញុំប្រើបច្ចុប្បន្នគឺខ្ញុំប្រើរបស់ Spring tool នេះ
Chắc bạch quán cái nhầm pra mình đi chẳng nên khi download đi khi đá nên khi pra Linux download Linux tới Windows download bằng Windows thôi chẳng pi nữa nhầm của công download chẳng thế thôi chừng mùi nâng Spring điều thua đấy vì đi clip đấy vì review đài chẳng nhầm mà download thế để sao nhầm download hả chẳng nhầm stop nhầm mà download thế chẳng kể lấy nhầm download trên kể phải pra hết tại vì cho tôi sẽ đặt ngọc ní chẳng nên khi còn nói sẽ đám được biết tha run as administrator yes hai tệ tương chỉ muốn đang Spring Dew Tool để nó sẽ download chưa lệ cái nào portal các bạn chỉ lệ cái nào application mà sẽ là của bạn bởi nên tụi nó download rồi mới có set up một cái tế mình bàn tế nên tụi nó ai comment ở khang trong video tới chẳng chui remote tự download từ set up chung ok chẳng nhom set up ta chỉ được khay mũi thế để sao ta Eclipse nhom set up hai thì check này máu chừng ai folder desktop chỉ được khay nữa tại nếu bạn default vào việc tới vì là không try C program file folder Java trên khen một program như chuyện này máu sau rồi chậm tích ok mình chọn chắc có topic này tao phải setup hay là tao phải choក្នុងcommand prompt rồi mua dùng cho Windows số ó hay dùng bài viết là cmd chắc có mới này tao phải bài viết là Java đó version chắc là tao nên được khơi viết là Java version 1.5 vì release nên là vì release chỉ long term support nó lấy khai đó ngày tìm một phẩy mùi làm việc còn 1.5 chắc là tao nên add tới Java bài này ở code trong video nó miền tập phần thực tế chụp lên là video của toàn tiệm